បើយល់ថាវីដេអូល្អសូមចុច like ហើយបើមិនទាន់បាន subscribe បងប្អូនអាចចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងពេលនេះគឺខ្ញុំសូមលើកយកនៅទ្រឹស្ដីរបស់បុគ្គលអ្នកជោគជ័យចំនួន2ដើម្បីលើកយកមកចាជូនពុកម៉ែបងប្អូនទាំងអស់គ្នាទី1នោះគឺទ្រឹស្ដីរបស់លោក Napoleon Hill ដែលគាត់និយាយថាយើងជាអ្នកក្តោបក្តាប់ជោគវាសនារបស់យើងជាអ្នកដឹកនាំផ្លូវចិត្តរបស់ខ្លួនឯងព្រោះយើងមានថាមពលដែលអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងអញ្ចឹងគាត់បាននិយាយថាយើងជាអ្នកក្តោបក្តាប់ជោគវាសនារបស់យើងគឺយើងខ្លួនឯងដែលជាអ្នកកំណត់វាសនារបស់យើងគ្មានអ្នកណាមកកំណត់វាសនារបស់យើងបានឡើយយើងមិនអាចថាវាសនាជាអ្នកចាមិនអាចថាព្រំជាអ្នកលិខិតវាសនារបស់យើងក៏មិនមែនទេគឺមានតែខ្លួនយើងដែលជាអ្នកក្តោបក្តាប់ជោគវាសនារបស់យើងធ្វើយ៉ាងណាជោគវាសនារបស់យើងនឹងទៅជាយ៉ាងនោះជោគវាសនារបស់យើងនឹងទៅតាមការប្រព្រឹត្តរបស់យើងនឹងទៅតាមការគិតរបស់យើង You are what you think អ្នកគឺជាអ្វីដែលអ្នកគិតអ្នកគឺជាអ្វីដែលអ្នកធ្វើអញ្ចឹងយើងមិនអាចឲ្យអ្នកណាមកក្តោបក្តាប់វាសនារបស់យើងបានទេអ្នកខ្លះគឺគាត់បណ្ដោយខ្លួនគាត់មិនបានក្តោបក្តាប់វាសនារបស់ខ្លួនគាត់ឲ្យខ្លួនគាត់ទៅតាមអ្វីដែលគាត់ចង់បានគាត់បែរជាយកអ្នកដតីយកមកធ្វើតាមឲ្យអ្នកដតីមកកំណត់វាសនារបស់គាត់ឲ្យខ្យល់មាត់របស់អ្នកដតីហ្នឹងមកកំណត់វាសនារបស់គាត់អ្នកខ្លះនៅពេលដែលគេនិយាយគេស្ដីគេថាអ្នកខាងក្រៅគេថាយ៉ាងម៉េចក៏ទៅតាមគេទៅទាំងដែលមិនបានគិតថាខ្លួនឯងជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯងឡើយបើគេថាខ្លួនអន់យើងក៏បាក់ទឹកចិត្តយើងក៏លែងចង់ធ្វើអីគេស្ដីបន្ទោសឲ្យយើងក៏បែរជាបាក់ទឹកចិត្តលែងចង់ធ្វើអីអ្នកដតីគេនិយាយដើមយើងពេលជ្រាយយើងគេថាយើងបរាជ័យគេថាយើងមិនកើតយើងបែរជាបាក់ទឹកចិត្តនៅពេលនោះអញ្ចឹងវាជាហេតុមួយធ្វើឲ្យវាសនារបស់យើងទៅតាមខ្យល់មាត់របស់អ្នកដតីប៉ុន្តែបើយើងខំប្រឹងដោយខ្លួនឯងយើងដឹងថាខ្លួនឯងជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯងទោះបីជាវាសនារបស់យើងខាងមុខទៅជាយ៉ាងណាគឺមានតែដៃយើងទាំងសងខាងតែប៉ុណ្ណោះមានតែគំនិតរបស់យើងតែប៉ុណ្ណោះដែលអាចកំណត់បានបើទោះអ្នកឯងមកថាយ៉ាងម៉េចក៏មិនខ្វល់ជាមួយគេបើទោះជាគេថាយើងធ្វើមិនកើតក៏យើងមិនខ្វល់ជាមួយគេពេលជ្រាយយើងនៅអ្វីដែលយើងកំពុងតែធ្វើក៏យើងមិនខ្វល់ពីគេដែរព្រោះអីមាត់របស់គេមានសិទ្ធិនិយាយបានប៉ុន្តែយើងធ្វើយ៉ាងម៉េចយើងគិតយ៉ាងម៉េចក៏ជាសិទ្ធិរបស់យើងមិនអាចទៅហាមមិនឲ្យគេនិយាយបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងគិតយើងក្តោបក្តាប់តែខ្លួនឯងវាជាសិទ្ធិរបស់យើងហើយគាត់ថាយើងជាអ្នកដឹកនាំផ្លូវចិត្តរបស់ខ្លួនឯងផ្លូវចិត្តនេះគឺវាជារឿងសំខាន់មួយដែលយើងត្រូវតែជាអ្នកដឹកនាំខ្លួនឯងកុំឲ្យអ្នកដទៃមកដឹកនាំចិត្តយើងបានតែឲ្យអ្នកណាមកដឹកនាំចិត្តយើងបានគឺយើងនឹងទៅតាមគេហើយអញ្ចឹងរឿងដែលសំខាន់គឺមេរបស់ខ្លួនឯងគឺចិត្តអញ្ចឹងយើងត្រូវតែដឹកនាំចិត្តនេះហ្វឹកហាត់នៅចិត្តនឹងឯងឲ្យវាប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បានអ្វីដែលជាខ្លួនឯងកុំធ្វើឲ្យដូចអ្នកដទៃគឺយើងត្រូវធ្វើអ្វីដែលជាខ្លួនឯងអ្វីដែលខ្លួនឯងប្រាថ្នាអ្វីដែលខ្លួនឯងគឺជាមិនមែនគេទេហើយផ្លូវចិត្តនេះកាលណាដែលយើងត្រេកត្រោតទៅតាមគេទៅតាមអ្នកនេះទៅតាមអ្នកនោះហើយគឺវាអត់ច្បាស់លាស់នៅក្នុងជីវិតទេធ្វើអីមួយក៏ដោយក៏វាអត់ច្បាស់លាស់ដែរអញ្ចឹងវាទាល់តែយើងមាននៅការដឹកនាំផ្លូវចិត្តរបស់ខ្លួនឯងគឺដោយប្រើសតិដោយប្រើនៅការហ្វឹកហាត់ដោយប្រើនៅការសំលៀងនៅខាងផ្លូវចិត្តរបស់យើងនឹងឯងឲ្យមុតស្រួចដើម្បីងាយក្នុងការចាក់ទម្លុះនៅរបាំងឧបសគ្គទាំងឡាយទាំងពួងដែលគ្មានរបាំងណាមួយអាចមករារាំងយើងបានទេមានតែយើងនឹងឯងជាអ្នកដែលទម្លុះនៅរបាំងមួយនោះគាត់ថាព្រោះយើងមានថាមពលអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងបានយើងមានថាមពលក្នុងការគ្រប់គ្រងការគិតថាមពលដែលចេញមកអំពីក្នុងដួងចិត្តរបស់យើងដែលយើងដឹកនាំហើយយើងនឹងគ្រប់គ្រងការគិតព្រោះការគិតនេះវាមានតម្លៃសម្រាប់ខ្លួនឯងបើមនុស្សមានគំនិតហើយមិនក្រទេ
មនុស្សមានគំនិតថាមិនបរាជ័យទេព្រោះគំនិតនឹងឯងជាអ្នកដឹកនាំលោកគំនិតនឹងឯងជាអ្នកដឹកនាំខ្លួនឯងគំនិតនឹងឯងជាអ្នកដឹកនាំអ្នកដទៃគំនិតនឹងឯងគឺវាមានតម្លៃខ្លាំងណាស់យើងមិនអាចថារកអ្វីមកប្រៀបធៀបជាមួយនឹងគំនិតរបស់យើងបាននោះទេបើទោះបីជារ៉ែមាសដែលមានតម្លៃថ្លៃរ៉ែមាសដែលមានតម្លៃមហាសាលបើទោះបីជាថាពេជ្រដែលមានតម្លៃខ្លាំងមហាសាលត្បូងមានតម្លៃខ្លាំងមហាសាលយ៉ាងណាក៏មិនអាចយកមកប្រៀបធៀបជាមួយនឹងគំនិតរបស់យើងបានដែរព្រោះថានៅកន្លែងមួយដែលគ្មានមាសក៏ដោយកន្លែងមួយដែលគ្មានពេជ្រក៏ដោយប៉ុន្តែបើមានគំនិតហើយគឺនឹងធ្វើឲ្យកន្លែងនោះវាទៅជាកន្លែងដែលសបោសបាយកន្លែងដែលរីកចម្រើនកន្លែងដែលរុងរឿងបានបើទោះបីជាគ្មានធនធានធម្មជាតិក៏យើងអាចយកគំនិតនេះយកទៅច្នៃប្រឌិតប្រើប្រាស់យ៉ាងណាឲ្យមានការរីកចម្រើនឲ្យមានទ្រព្យសម្បត្តិច្រើនឲ្យផលិតទៅជាទ្រព្យផលិតទៅជាអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការព្រោះតែគំនិតដែលជាអ្នកច្នៃប្រឌិតផ្សេងយើងមិនចាំបាច់ទាល់តែមានមាសមានប្រាក់ទើបយើងថាកន្លែងនោះវាអស្ចារ្យវាមានអីទេរឿងដែលសំខាន់បំផុតគឺមានគំនិតនៅក្នុងខួរក្បាលរបស់យើងដែលអ្នកណាក៏អាចពឹងពាក់យើងបានសូម្បីតែខ្លួនឯងពឹងពាក់ខ្លួនឯងហើយមានអ្នកដទៃមកពឹងពាក់យើងទៀតអ្វីដែលគេមកពឹងពាក់យើងហើយយើងអាចធ្វើទៅតាមតម្រូវការរបស់គេបាននឹងហើយគឺជាការទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃអភិវឌ្ឍខ្លួនឯងឲ្យទៅជាបុគ្គលដែលមានប្រយោជន៍ហើយប្រាក់កាហិរញ្ញវត្ថុទាំងឡាយវានឹងប្រព្រឹត្តទៅតាមនោះវាដូចជាសម្ដីរបស់លោក Jack Ma ដែលគាត់និយាយថានៅពេលដែលគាត់ដោះស្រាយបញ្ហារបស់អ្នកដទៃបាននោះគឺជាជោគជ័យរបស់គាត់នោះគឺជាជោគជ័យរបស់គាត់ព្រោះថានៅពេលដែលគាត់ដោះស្រាយនៅបញ្ហារបស់អ្នកដទៃបានអ្នកដទៃនឹងគេមករកគាត់ដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់គេហើយនៅពេលដែលគាត់បម្រើខាងសេវាកម្មដោះស្រាយបញ្ហាអ្នកដទៃនឹងហើយគឺជាឱកាសនៃការជោគជ័យរបស់គាត់ធ្វើកសាងប្រាក់ចំណូលរបស់គាត់អញ្ចឹងយើងត្រូវតែគ្រប់គ្រងការគិតរបស់ខ្លួនឯងមានធម៌ពលក្នុងការដឹកនាំខ្លួនឯងមានធម៌ពលក្នុងការក្តោបក្តាប់ជោគវាសនារបស់ខ្លួនឯងកុំមិនឲ្យជោគវាសនាទៅតាមខ្យល់មាត់អ្នកដទៃកុំឲ្យជោគវាសនារបស់យើងទៅតាមគំនិតរបស់អ្នកដទៃទៅតាមទង្វើទៅតាមអ្វីដែលយើងមើលឃើញឲ្យសោះព្រោះថាមានតែខ្លួនឯងទេជាអ្នកក្តោបក្តាប់ជោគវាសនារបស់យើងមួយទៀតគឺជាទ្រឹស្ដីរបស់លោក Thomas Edison គាត់និយាយថាខួរក្បាលដែលបង្ហាញសញ្ញាសួរគ្រប់ពេលវេលាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលយ៉ាងម៉េចទៅគឺជាខួរក្បាលដែលបង្ហាញសញ្ញាសួរគ្រប់ពេលបង្ហាញសញ្ញាសួរគ្រប់ពេលគឺចង់និយាយអំពីគាត់តែងតែជជែកសួរខ្លួនឯងគាត់តែងតែមានចម្ងល់គ្រប់កលៈទេសៈគ្រប់ពេលវេលាគ្រប់រូបភាពដែលគាត់អាចមើលឃើញនោះអាចផលិតទៅជាទ្រព្យសម្បត្តិដ៏មហាសាលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរគាត់តែងតែមាននៅសំណួរគាត់តែងតែមាននៅចម្ងល់នៅពេលដែលគាត់ឃើញអីមួយគឺសួររកចម្លើយនៅពេលដែលគាត់សួររកចម្លើយឃើញហើយចម្លើយនោះអាចធ្វើឲ្យគាត់នឹងឯងគឺមានចំណូលធ្វើឲ្យគាត់នឹងឯងមានលំហូរសាច់ប្រាក់មកបានដោយសារតែសញ្ញាសួរនឹងសួរយ៉ាងម៉េចនៅពេលដែលយើងដើរទៅកន្លែងណាមួយយើងឃើញស្ថានភាពកន្លែងនោះខ្វះខាតអីសួរខ្លួនឯងមានសញ្ញាសួរនៅក្នុងខួរក្បាលថាអូកន្លែងនេះតើមានអីខ្វះខាតខ្លះមានអ្វីដើម្បីឲ្យគាត់អាចបំពេញបានខ្លះមានអ្វីដែលគាត់អាចធ្វើទៅហើយវាបង្កើនទៅជាប្រាក់ចំណូលខ្លះមើលទៅគឺឃើញបុគ្គលដែលមានសញ្ញាសួរតែងតែមើលទៅឃើញកន្លែងដែលខ្វះខាតអាចនឹងធ្វើឲ្យកន្លែងនោះបំពេញតាមតម្រូវការរបស់មនុស្សដែលរស់នៅជុំវិញកន្លែងនោះបានគេមានអីប្រើប្រាស់ហើយឬក៏គេនៅខ្វះខាតអីប្រើប្រាស់សម្រួលក្នុងការប្រស្រ័យរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គេខ្លះតើគេរស់នៅនឹងបើមានយ៉ាងនេះនឹងវាស្រួលយ៉ាងម៉េចអត់បើយើងថែមអានេះបន្តិចទៅវាអ្នកប្រើប្រាស់នឹងវាច្រើនអត់តម្រូវការក្នុងការរស់នៅរបស់គេនឹងវាយ៉ាងម៉េចដែរអញ្ចឹងយើងមាននៅសញ្ញាសួរហើយយើងបង្កើតទៅជាចម្លើយមួយដោយខ្លួនឯងដើម្បីផលិតចេញទៅនៅអ្វីដែលជាតម្រូវការរបស់គេផលិតចេញនៅអ្វីដែលគេមិនទាន់មានគិតនៅអ្វីដែលគេមិនទាន់គិតឃើញដើរឲ្យបានមុនគេផលិតអ្វីឲ្យបានមុនគេដើម្បីជាតម្រូវការរបស់គេនៅពេលនោះហើយគឺជាទ្រព្យសម្បត្តិមហាសាលដែលវានឹងកើតឡើងមកដល់ឯងមិនចាំបាច់ខំប្រឹងទៅស្វះស្វែងរកកន្លែងណាទេឲ្យតែយើងផលិតអីដែលថ្មីចេញមកមុនគេហើយគឺជោគជ័យរបស់យើងលំហសាច់ប្រាក់របស់យើងនឹងកើតមានមកដល់ឯងគឺជាទ្រព្យសម្បត្តិដ៏មហាសាល
វាការឡើងមកចេញដោយសារអីដោយសារតែខួរក្បាលជាអ្នកមានសញ្ញាសួរជាអ្នកដែលមើលទៅឃើញមានបញ្ហាដើររកបញ្ហាស្វែងរកឃើញបញ្ហាដូចជាសម្ដីរបស់លោកអុកញ៉ាគួចមេងលីគាត់និយាយថាបើអ្នករកមិនឃើញបញ្ហាទេបើអ្នកមើលមិនឃើញបញ្ហាទេអ្នកនឹងហើយដែលជាអ្នកមានបញ្ហាអញ្ចឹងយើងត្រូវមើលបរិស្ថានជុំវិញមើលឲ្យឃើញបញ្ហាសិនបើយើងមើលអត់ឃើញបញ្ហាទេបានន័យថាយើងមានបញ្ហាហើយនៅពេលដែលយើងមើលឃើញបញ្ហាហើយយើងនឹងរកដំណោះស្រាយយើងនឹងរកវិធីដោះស្រាយជួយអ្នកដទៃដើម្បីធ្វើជាសេវាហើយនឹងមានអ្វីដែលជាតបស្នងមកវិញទាំងដែលយើងមិនចាំបាច់ទាមទារក៏គង់តែមានដែរអញ្ចឹងវាគឺជាវិធីសាស្ត្រមួយដែលធ្វើឲ្យខួរក្បាលយើងមានតម្លៃជាងទ្រព្យមហាសាលមានតម្លៃជាជាងអ្វីទៅទៀតនៅពេលដែលខួរក្បាលយើងតែងតែមាននៅសញ្ញាសួរហើយរកនៅបញ្ហាឃើញហើយរកដំណោះស្រាយនៃបញ្ហាឃើញហើយជូនប្រជាជននៅជុំវិញពិភពលោកឲ្យគេបានរស់នៅឲ្យគេបានប្រស្រ័យតាក់ទងគ្នាងាយស្រួលដោយសារតែសញ្ញាសួរនៅក្នុងខួរក្បាលរបស់យើងហ្នឹងដូចលោក Steve Jobs ដែលគាត់ចង់ផលិត iPhone ហ្នឹងគឺគាត់ចង់ឲ្យប្រជាជនរស់នៅដោយងាយស្រួលក្នុងការស្វែងរកព័ត៌មានងាយស្រួលក្នុងការប្រស្រ័យតាក់ទងគ្នាងាយស្រួលដែលក្តៅក្តាប់ទិន្នន័យទាំងឡាយទាំងពួងដោយគ្រាន់តែយកម្រាមដៃរបស់ខ្លួនឯងហ្នឹងទៅចុចក្តៅក្តាប់ជោគវាសនាក្តៅក្តាប់ទិន្នន័យនៅក្នុងអ្វីដែលយើងអាចក្តៅក្តាប់បានប្រស្រ័យតាក់ទងគ្នាដោយគ្រាន់តែប្រើម្រាមដៃតែប៉ុណ្ណោះអញ្ចឹងគាត់មានសញ្ញាសួរនៅក្នុងខួរក្បាលរបស់គាត់ហើយគាត់ខំប្រឹងប្រែងរកចម្លើយហើយបង្កើតវាចេញទៅជាសមិទ្ធផលអ្វីទាំងអស់នេះហើយទើបវាជាទ្រព្យដ៏មហាសាលអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបើមានជាសំណួរអាច comment បើចូលចិត្តអាចចុច like ហើយបើមិនទាន់ subscribe ទេក៏សូមចុចពាក្យ subscribe សូមអរគុណនិងសូមជម្រាបលា